ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ចែកម្លែកបន្តិចតកតងនឹងការព្យាយាមនិយាយលក្ខណៈជាសាធារណៈឬក៏បង្ហោះតាម YouTube TikTok social media ផ្សេងដូចជាខ្ញុំកំពុងតែធ្វើអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំវីដេអូនេះខ្ញុំចង់ផ្ញើជូនទៅដល់បងប្អូនទាំងអស់គ្នាអ្នកដែលបង្កើតព្យាយាមបង្កើត content មេតិកាអីផ្សេងក្នុងការនិយាយហ្នឹងហើយគាត់នៅជាការពិសេសទៅហើយការលើកទឹកចិត្តខ្ញុំនិយាយនេះក៏មិនមែនល្អ perfect អីទេព្រោះខ្ញុំចាប់ផ្ដើមដូចគ្នាតែអ្វីដែលខ្ញុំចង់ចែកម្លែកហ្នឹងគឺបងប្អូនត្រូវតែស៊ូណាក្មេងៗក៏ដោយអ្នកដែលចង់ព្យាយាមនិយាយក៏ដោយត្រូវតែហាត់សមយើងឃើញគេប្រកែកនិយាយមិនមែនវប់មកភ្លាមគេប្រកែកនិយាយភ្លាមទេវាសិតតែចាប់ផ្ដើមពីចំណុច0ទាំងអស់គ្នាចំណុច0ទាំងអស់គ្នាអញ្ចឹងអ្នកខ្លះគឺគាត់ព្យាយាមចាប់ content អីមួយក្នុងការនិយាយដូចថាវីដេអូគាត់ហ្នឹងគឺនិយាយតាក់ទងនឹងនយោបាយភូមិសាស្ត្រនយោបាយគាត់និយាយតាក់ទងនឹងហូបអាហារវិស័យទេសចរឬក៏បែបការអប់រំផ្សេងទូយ៉ាង YouTube របស់ខ្ញុំដែលបង្កើតហ្នឹងគឺខ្ញុំចង់បដោតតាក់ទងនឹងការចែករំលែកចំណេះដឹងផ្សេងទៅកាន់បងប្អូនចាហើយបើសួរថាអូខ្ញុំចង់ធ្វើខ្លួនឲ្យល្បីល្បាញខ្ញុំប្រាប់បងប្អូនដោយត្រង់គឺចំណុចហ្នឹងអ្នកណាក៏ចង់បានដែរក៏ចង់ឃើញដែរវាគឺជាភាពជោគជ័យមួយរបស់យើងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បានខ្លាំងជាងគេគឺការហាត់សមហាត់និយាយបែបជាសាធារណៈឬក៏ទីប្រជុំជនឬក៏នេះកុំឲ្យខ្លាចកាមេរ៉ាឬក៏ខ្លាចប្រព័ន្ធ social media អីដែលយើងបង្ហោះទៅអញ្ចឹងណាព្រោះសម័យនេះគឺជាសម័យអ៊ីនធឺណិតសម័យអនឡាញយើងមាន social media ច្រើនចាអញ្ចឹងយើងនៅតែផ្ទះពេលខ្លះក៏យើងអាចរកចំណូលបានដែរតាមរយៈវីដេអូទាំងអស់ហ្នឹងតាមរយៈការចែករំលែកហើយសួរថាខ្ញុំព្យាយាមបង្កើតឡើងហើយព្យាយាមធ្វើបងប្អូនទៅមើលវីដេអូខ្ញុំចាប់ផ្ដើមដំបូងនិយាយបាក់បើខ្ញុំជឿថាអ្នកខ្លះក៏គាត់អាចដេកបដប់ជាងខ្ញុំទៀតដែរហ្នឹងហើយតែអ្វីដែលសំខាន់ហ្នឹងគឺបងប្អូនកុំបោះបង់ណាត្រូវតែអត់ធ្មត់បន្តទៀតជាអត់ផុតទេអ្នកដែលរិះគន់យើងមានវីដេអូមួយដែលខ្ញុំ share បង្ហោះនៅក្នុង Facebook របស់ខ្ញុំហ្នឹងហើយខ្ញុំនិយាយតាក់ទងនឹងរឿងសង្គ្រាមខ្មែរថៃហើយខ្ញុំចង់បញ្ចេញមតិយោបល់និងសម្លេងរបស់ខ្ញុំនៅពេលនេះដែលប្រទេសជាតិខ្ញុំកំពុងតែជួបបញ្ហាអញ្ចឹងប្រជាពលរដ្ឋគាត់មានចិត្តច្រើនហ្នឹងហើយរវើរវាយច្រើនអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកហ្នឹងសម្លេងរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់ផ្ញើសម្លេងរបស់ខ្ញុំហ្នឹងឲ្យពួកគាត់បានជ្រាបខ្លះស្បើយពីអារម្មណ៍របស់គាត់ខ្លះជាពិសេសមិត្តភ័ក្តិរបស់ខ្ញុំដែលមាន1.ជាង K ចាហ្នឹងហើយខ្ញុំជឿថា friend របស់ខ្ញុំទាំងអស់ហ្នឹងក៏គាត់មិនមើលឃើញទាំងអស់ដែរមានតែអ្នកចិត្តស្និទ្ធដែលយើងបង្ហោះយើងអីចឹងណាអញ្ចឹងក្នុងប្រទេសជាតិយើងកំពុងតែមានបញ្ហាអញ្ចឹងយើងគួរតែផ្សព្វផ្សាយយើងគួរតែចែករំលែកដើម្បីឲ្យបងប្អូនគាត់រៀងធូរស្បើយអារម្មណ៍បន្តិចហើយត្រូវប្រមូលមកវិញគឺស្មារតីសាមគ្គីជាតិហ្នឹងហើយវីដេអូរបស់ខ្ញុំហ្នឹងនិយាយក៏វាអត់រលូនដូចអ្នក influencer ល្បីល្បាញក្មេងៗគាត់និយាយទៅវាស៊ីចង្វាក់គ្នាណាហ្នឹងហើយពុទ្ធសាសខ្ញុំចាប់ផ្ដើមណាចាអញ្ចឹងខ្ញុំត្រូវតែព្យាយាមនិយាយបើសិនជាយើងអត់ព្យាយាមនិយាយទេវាអត់មានបទពិសោធន៍ទេចាហើយបើយើងធ្វើតាមមកទៅវីដេអូពីវីដេអូបន្ទាប់មកយើងឈប់ហើយក្រោយទៅក៏យើងអត់អាច
ស្ទាត់ជំនាញដែរយើងនៅតែខ្លាចកាមេរ៉ាព្រោះនេះឥឡូវខ្ញុំកំពុងឲ្យមើលកញ្ចក់អេក្រង់នៅនេះប៉ុន្តែខ្ញុំសម្លឹងមើលទៅកាមេរ៉ាផ្នែកកាមេរ៉ាអាហ្នឹងបានឃើញផ្នែករបស់ខ្ញុំទៅវាដូចជាមើលទៅបងប្អូនតែបើសិនតែខ្ញុំមើលកញ្ចក់កាមេរ៉ាអញ្ចេះវាទៅជាខ្ញុំមើលទៅផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងនេះអាលក្ខណៈហ្នឹងហើយក៏ពេលខ្លះយើងអាឡែងតែផ្ដោតការមើលហ្នឹងណាគឺវាធ្វើឲ្យអារបៀបយើងចង់និយាយអីហ្នឹងភ្លេចអស់លេងវាអត់បានញ៉ាំគ្នាអាហ្នឹងដោយសារតែយើងអត់ហាត់អនុវត្តរាល់ថ្ងៃហើយខ្ញុំសង្កេតមើលខ្លួនឯងពីមួយពេលទៅមួយពេលគឺវាមានការរីកចម្រើនហ្នឹងហើយវាមិនមែនដូចអាដវងយើងនិយាយអដេបដប់យើងអត់ច្បាស់ឬក៏យើងនិយាយយឺតអីអញ្ចឹងណាចឹងបងប្អូនទាំងអស់គ្នាជាពិសេសក្មេងៗបងប្អូនក្មួយដែលជាតពាំងស្នងឫស្សីហ្នឹងគាត់អាចបង្កើតវីដេអូបានបន្តអ្វីដែលសំខាន់គឺត្រូវជឿជាក់លើខ្លួនឯងអត់ម៉ូតតស៊ូណាកុំបោះបង់ដោយសារតែពាក្យសម្ដីផងគេអញ្ចឹងដូចខ្ញុំនិយាយមុនអញ្ចឹងគេមានគេរិះគន់ខ្ញុំថាខ្ញុំនិយាយអត់សូវល្អអញ្ចឹងណាមិនដូចគេនិយាយច្បាស់អីយើងអាចស្ដាប់បានក៏ប៉ុន្តែកុំយកដាក់ក្នុងចិត្តរបស់យើងយូរពេកយើងត្រូវបោះវាចោលព្រោះចំណីទាំងអស់ហ្នឹងខ្ញុំនិយាយថាជាចំណីចុះវាអត់ល្អសម្រាប់ការតស៊ូរបស់បងប្អូនកូនក្មួយទេចាវាអត់ល្អទេវាធ្វើឲ្យយើងហ្នឹងបាក់ទឹកចិត្តខ្ញុំមានរឿងមួយជាការអប់រំរឿងហ្នឹងគឺគេនិយាយតាក់ទងនឹងកង្កែប3ដែលគាត់ត្រូវប្រកួតប្រជែងគ្នាឡើងទៅដល់ចុងកំពូលចាកង្កែបទី1គាត់ឡើងទៅត្រឹមតែប្រហែលកម្មគាត់ធ្លាក់មកវិញមិនវងគាត់ដូចជានួតហើយកង្កែបដែលប្រកួតប្រជែងសិតតែមានបទពិសោធន៍កង្កែបទី2ឡើងទៅដល់ពាក់កណ្ដាលធ្លាក់មកវិញទៀតកង្កែបទី3នៅពេលដែលគាត់ឡើងទៅដល់ចុងកំពូលមានគេទះដៃខ្លាំងមែនតើហ្នឹងហើយអបអសាទរគាត់អញ្ចឹងនៅពេលដែលគាត់ចុះមកវិញគេសួរគាត់គេសភាសគាត់ថាតើហេតុអ្វីដែលជាការលើកទឹកចិត្តអ្នករហូតដល់អ្នកសម្រាប់បានជោគជ័យឡើងទៅដល់ចុងកំពូលគាត់ដកសលៃ2ដុំចេញពីជជែកផងគាត់ថានេះមកពីនេះគេឆ្ងល់វាយហេតុអីចាគេឆ្ងល់ហ្នឹងគាត់ពន្យល់ថាដោយសារសលៃ2ដុំហ្នឹងហើយដែលជួយគាត់ទីមួយគាត់អត់ស្ដាប់ពាក្យអញញ៉ៃទេពីព្រោះគាត់កំពុងតែផ្ដោតទៅលើគោលដៅផងគាត់ចង់ឡើងទៅកំពូលនោះអញ្ចឹងអ្វីដែលគាត់ឃើញបទពិសោធន៍របស់កង្កែបទី1ទី2គាត់អត់មានអាហ្នឹងទេគាត់សិតតែបទពិសោធន៍ដូចគ្នាក៏ប៉ុន្តែនៅពេលដែលគាត់ហត់លោតពីមួយកម្មទៅមួយកម្មយើងស្ដាប់អ្នកណានិយាយគេខ្លះអ្នកខ្លះក៏ហូកញ្ជ្រៀវអ្នកខ្លះក៏និយាយថាអូកង្កែបនេះស្វិតកង្កែបនេះអញ្ចេះមើលទៅឡើងមិនផុតទេអីផ្សេងណាចាអញ្ចឹងនៅពេលកង្កែបទី2ក៏ដូចគ្នាអញ្ចឹងដែរណាហើយគាត់និយាយថាសមត្ថភាពមិនជាខុសគ្នាប្រហែលទេអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវផ្ដោតទៅលើគោលដៅផងយើងកុំព្យាយាមស្ដាប់សំឡេងខាងក្រៅពេកពីព្រោះសំឡេងខ្លះវារំខានយើងហ្នឹងហើយវារំខានយើងមែនទែនហូកញ្ជ្រៀវអបអសាទរយើងពេកក៏អាចនឹងធ្លាក់មកវិញដែរចាសំឡេងខ្លះបំបាក់ស្មារតីយើងថាយើងគួរស្ដាប់ទេយើងមិនគួរស្ដាប់ទេចានេះគាត់រឿងនិទានហ្នឹងគឺចង់អប់រំឲ្យយើងថានៅពេលដែលយើងដាក់គោលដៅផងយើងច្បាស់លាស់ហើយយើងគិតម្ដងហើយម្ដងទៀតអ្វីដែលយើងកំពុងតែធ្វើយើងព្យាយាមទៅវាឲ្យដល់ណាផ្លូវចិត្តផងយើងនេះគឺត្រូវតែរឹងមាំការរស់នៅក្នុងសង្គមមួយគឺត្រូវតែរឹងមាំជាដាច់ខាតចាគ្មានអ្នកណាយល់ច្បាស់ជាងខ្លួនឯងនោះទេសូម្បីតែឪពុកម្ដាយបងប្អូនកូនអីក៏ដោយគឺមានតែខ្លួនឯងទេប្តីប្រពន្ធក៏ដោយណាហ្នឹងហើយដឹងខ្លួនឯងយល់ខ្លួនឯងឲ្យច្បាស់យល់ចំណុចខ្លាំងចំណុចខ្សោយព្រោះខ្លួនឯងឲ្យច្បាស់ហើយដើរទៅតាមគោលដៅដែលយើងបានកំណត់ណាហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំ
ចង់ចែករំលែកទៅបងប្អូនកូនក្មួយតែប៉ុណ្ណឹងត្រូវចាំថាធ្វើអីក៏ដោយហាត់សមរហូតហើយមានការច្នៃប្រឌិតមានការអត់ធ្មត់ណាហ្នឹងហើយព្យាយាមទាំងអស់គ្នាអរគុណច្រើនជំរាបលា